សង្គ្រាមថ្មីមួយទៀតអាចនឹងផ្ទុះឡើងនៅវេណេស៊ុយអេឡាឬទេបន្ទាប់ពីអាមេរិកបិទដែនអាកាសហើយការធ្វើសមយុទ្ធកំពុងបង្ហាញយ៉ាងសន្ធឹកដាក់គ្នាបើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយកាលពីសប្តាហ៍មុនក៏ដោយក៏ទំនាក់ទំនងអាមេរិកនិងវេណេស៊ុយអេឡានៅតែមិនប្រសើរឡើងនិងរំកិលទៅរកស្ថានភាពតានតឹងឡើងប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានកាលពីល្ងាចថ្ងៃសៅរ៍ទី29 ខែវិច្ឆិកានេះថាដែនអាកាសនៅលើប្រទេសវេណេស៊ុយអេឡានិងផ្ទៃមេឃជិតវេណេស៊ុយអេឡាត្រូវតែបានប្រកាសបិទទាំងស្រុងជាការឆ្លើយតបទៅនឹងពាក្យព្រមានបែបអាណានិគមប្រទេសវេណេស៊ុយអេឡាបានបើកធ្វើសមយុទ្ធភ្លាមគិតមកទល់នឹងពេលនេះមានក្រុមហ៊ុនអាកាសចរចំនួន6មានក្រុមហ៊ុន Tourist Airline Iberia បានផ្អាកសកម្មភាពហោះហើរទៅវេណេស៊ុយអេឡាដោយប្រមូលហេតុផលសន្តិសុខប៉ុន្តែសម្រាប់វេណេស៊ុយអេឡាបានដឹងថាទង្វើគំរាមរបស់លោកត្រាំមានកម្មវត្ថុចង់ផ្ដួលរបបដឹកនាំនិងចង់ក្រសោបយកធនធានប្រេងរបស់វេណេស៊ុយអេឡាតែប៉ុណ្ណោះរដ្ឋាភិបាលវេណេស៊ុយអេឡាសូមថ្កោលទោសទង្វើបែបអាណានិគមរបស់អាមេរិកដែលប៉ះពាល់ដល់សន្តិសុខបូរណភាពដែនអាកាសវេណេស៊ុយអេឡានិងសម្ដីបែបគំរាមឈ្លានពានខុសច្បាប់គ្មានហេតុផលប្រឆាំងទៅនឹងប្រជាពលរដ្ឋវេណេស៊ុយអេឡានេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវេណេស៊ុយអេឡាដោយបញ្ជាក់ថាទង្វើបិទព្រំដែនជាឯកតោភាគីបែបផ្ដាច់ការមិនស៊ីចង្វាក់នឹងច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះទេវេណេស៊ុយអេឡាសូមអំពាវនាវឲ្យអង្គការសហប្រជាជាតិថ្កោលទោសទង្វើរបស់អាមេរិកមកលើវេណេស៊ុយអេឡានិងប្រកាសផ្ដាច់កិច្ចព្រមព្រៀងជាមួយនឹងវ៉ាស៊ីនតោនក្នុងការទទួលជនអន្តោប្រវេសន៍ដែលសហរដ្ឋអាមេរិកបណ្ដេញចេញតាំងពីដើមឆ្នាំ2025មកអាមេរិកបានបញ្ជូនអន្តោប្រវេសន៍ខុសច្បាប់75ជើងឬត្រូវជាប្រមាណ 13,000 នាក់ឲ្យត្រឡប់មកវេណេស៊ុយអេឡាវិញក្នុងប្រតិកម្មនេះប្រទេសវេណេស៊ុយអេឡាបានចាប់ផ្ដើមធ្វើសមយុទ្ធនៅក្នុងផ្ទៃសមុទ្ររបស់ខ្លួនដោយប្រមូលផ្ដុំកងកម្លាំងយោធានិងទ័ពអាកាសទ័ពជើងទឹកនិងទ័ពថ្មើរជើងទូរទស្សន៍ជាតិវេណេស៊ុយអេឡាបានបង្ហាញរូបភាពនៃអាវុធយុទ្ធភ័ណ្ឌប្រឆាំងទៅនឹងការវាយប្រហារតាមផ្លូវអាកាសនិងកាំភ្លើងធំយន្តហោះចម្បាំងប្រភេទ Sukhoi ផលិតនៅរុស្ស៊ី S-16 ទិញពីសហរដ្ឋអាមេរិកឆ្នាំ1980ក៏បានហោះបង្អួតខ្លួននៅលើផ្ទៃអាកាសមិនឆ្ងាយប៉ុន្មានពីរដ្ឋធានីចំណែកយន្តហោះចម្បាំងអាមេរិកដែលវ៉ាស៊ីនតោនបានដាក់ពង្រាយនៅតំបន់ Karaziv មានសកម្មភាពខ្លាំងចេញពីល្បាតឥតឈប់ក្នុងតំបន់តែប៉ុន្មាន10គីឡូម៉ែត្រពីឆ្នេរវេណេស៊ុយអេឡាតែប៉ុណ្ណោះកាលពីថ្ងៃប្រហោះលោកត្រាំបានព្រមានបើកប្រតិបត្តិការវាយប្រហារថ្មើរជើងក្នុងគោលដៅវាយប្រហារក្រុមជួញដូរគ្រឿងញៀននៅវេណេស៊ុយអេឡាផងដែរដូច្នេះហើយបានជាក្រុមប្រឆាំងនៅសហរដ្ឋអាមេរិកកើតក្តីព្រួយបារម្ភយល់ថាទង្វើខ្វះការប្រុងប្រយ័ត្នរបស់លោកត្រាំអាចនឹងរុញអាមេរិកឲ្យលង់នៅក្នុងសង្គ្រាមថ្មីនៅបរទេសប៉ុន្តែមានតែសភាខុនត្រេសមួយប៉ុណ្ណោះមានសិទ្ធិប្រកាសសង្គ្រាមសម្លេងភាគច្រើនប្រឆាំងទៅនឹងអន្តរាគមន៍យោធានៅបរទេសអ្វីបើប្រយុទ្ធប្រឆាំងទៅនឹងក្រុមជួញដូរគ្រឿងញៀនជាកម្មវត្ថុផ្លូវការមែនតែរដ្ឋាភិបាលអាមេរិករបស់លោកត្រាំបង្ហាញមហិច្ឆតាចង់ទម្លាក់ប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាម៉ាឌូរ៉ូពីតំណែងកាន់តែខ្លាំងឡើង